សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើមាន់បំពងខ្ចប់បាយដំណើបអញ្ចឹងគ្រឿងផ្សំរបស់យើងមានដូចជាកដំណើបនេះខ្ញុំលាងវាហើយអញ្ចឹងឥឡូវនេះខ្ញុំខ្ចប់វាដើម្បីទុកចំហុយហើយនឹងសាច់មាន់នេះខ្ញុំយកភ្លៅហើយនឹងស្លាបហើយមានពោតមួយផ្លែហើយនឹងគ្រឿងសម្រាប់ស្ងោរមាន់ហ្នឹងខ្ញុំដាក់ដូចជាស្លឹកគ្រៃម្ដេងស្លឹកក្រូចហើយនឹងខ្ញុំដាក់ស្លឹកតើយដើម្បីឲ្យវាមានធំក្លិនឈ្ងុយហើយគ្រឿងទេសខ្ញុំដាក់រ៉ូឌីស្ករត្នោតស្ករសទឹកត្រីហើយអានេះក្រូចឆ្មាខ្ទឹមសហើយនឹងម្ទេសដើម្បីខ្ញុំបុកទឹកត្រីអញ្ចឹងខ្ញុំចាប់ផ្ដើមកាត់គល់គ្រៃជាកង់ដើម្បីយើងដាក់ចូលទៅក្នុងមាន់ស្ងោររបស់យើងហើយខ្ញុំយកម្ដេងយកមកហាន់កង់ដូចគ្នាចឹងខ្ញុំដាក់ប៉ុណ្នេះហើយស្លឹកក្រូចនេះខ្ញុំដាក់ពី3ស្លឹកណាហើយនឹងស្លឹកតើយខ្ញុំរុំវាមួយដុំហ្មងហើយយើងញីវាតិចមកឲ្យវាបែកក្លិនទឹករបស់យើងពុះហើយអញ្ចឹងខ្ញុំចាក់គ្រឿងនេះចូលខ្ញុំបង់អំបិលបន្តិចហើយយើងដាក់មាន់ចូលកំឡុងពេលស្ងោរមាន់ហ្នឹងខ្ញុំដាក់ចំហុយបាក់អង្ករត្នោតដែរអញ្ចឹងកត្នោតខ្ញុំដាក់បែបនេះហើយខ្ញុំដាក់ពោតក្នុងនឹងមួយដែរអញ្ចឹងរយៈពេលដែលខ្ញុំស្ងោរមាន់ហើយនឹងចំហុយបាយត្នោតហ្នឹងខ្ញុំទុករយៈពេលវា15នាទីហើយខ្ញុំទៅធ្វើទឹកជ្រលក់វាសិនអញ្ចឹងកំឡុងពេលដែលខ្ញុំរងចាំសាច់មាន់ហើយនឹងកត្នោតខ្ញុំឆ្អិនខ្ញុំមកធ្វើទឹកជ្រលក់វាសិនដំបូងខ្ញុំបុកខ្ទឹមហើយនឹងម្ទេសនេះឲ្យម៉ត់ឥឡូវខ្ទឹមហើយម្ទេសរបស់ខ្ញុំបុកម៉ត់ហើយអញ្ចឹងខ្ញុំដាក់ស្ករត្នោតស្ករត្នោតហ្នឹងយើងបុកវាឲ្យចូលម៉ត់ជាមួយនឹងខ្ទឹមហ្នឹងសិនចាំយើងបន្ថែមគ្រឿងផ្សេងទៀតមកអញ្ចឹងយើងបុកស្ករត្នោតហ្នឹងឲ្យចូលគ្រឿងជាមួយនឹងខ្ទឹមហើយនឹងម្ទេសហ្នឹងសិនចាំយើងបន្ថែមគ្រឿងផ្សេងមកអញ្ចឹងឥឡូវស្ករត្នោតហើយនឹងម្ទេសខ្ទឹមចូលគ្នាបានល្អហើយខ្ញុំចាប់ផ្ដើមដាក់ខ្ញុំលួចរ៉ូឌីបន្តិចហើយខ្ញុំចាក់ទឹកត្រីចូលចឹងកន្លែងហ្នឹងយើងយកលព្រាកូរទៅពេលយើងកូរស្ករហើយនឹងទឹកត្រីឲ្យលាយចូលគ្នាបានល្អហើយយើងច្របាច់ក្រូចឆ្មាចូលណាចឹងក្រូចឆ្មានេះខ្ញុំដាក់2ចំណិតហើយយើងកូរវាឲ្យសព្វចាំយើងភ្លក់រសជាតិតើរសជាតិវាល្មមនៅបើសិនជាខ្វះខាតគ្រឿងយើងអាចថែមថយគ្រឿងបានឥឡូវទឹកត្រីខ្ញុំរួចរាល់ហើយអញ្ចឹងខ្ញុំទុកវាមួយដុំសិនហើយខ្ញុំទៅឆែកមាន់តើមាន់ខ្ញុំឆ្អិននៅឥឡូវបាយត្នោតខ្ញុំនេះឆ្អិនហើយអញ្ចឹងខ្ញុំលើកវាចេញសិនហើយខ្ញុំស្រង់មាន់ដែរដោយសារមាន់ខ្ញុំក៏ឆ្អិនដែរចឹងខ្ញុំទុកបាយត្នោតហ្នឹងឲ្យរៀងត្រជាក់បន្តិចទៅខ្ញុំខ្ចប់វាជាមួយនឹងមាន់ដើម្បីយកទៅបំពងសម្រាប់ពោតនេះខ្ញុំនឹងប្រឡេះយកគ្រាប់វាដើម្បីលាយមួយបាយត្នោតខ្ញុំហើយពូតជាមួយនឹងមាន់យកទៅបំពងតែឥឡូវតោវាត្រជាក់សិនឥឡូវពោតខ្ញុំត្រជាក់អីអញ្ចឹងខ្ញុំប្រឡេះយកគ្រាប់វាដើម្បីយកទៅលាយជាមួយនឹងបាយត្នោតមិញ
ខ្ញុំដួសបាយយកមករៀបនៅលើថង់អញ្ចឹងណាដើម្បីយើងខ្ចប់ជាមួយនឹងសាច់មាន់ដែលយើងស្ងោរមុនហ្នឹងបន្ទាប់ពីយើងពីតបាយយើងបែបនេះហើយយើងរោយពោតតិចណាយើងសកត់ពោតឲ្យខាំជាមួយនឹងសាច់បាយរបស់យើងណាដើម្បីពេលយើងមូលទៅកុំឲ្យវាជ្រុះតែយើងសកត់តិចតិចឯងព្រោះអីយើងខ្លាចបែកគ្រាប់ពោតអញ្ចឹងយើងសកត់តែប៉ុណ្្នឹងបានហើយយើងលាវាហើយយើងចាប់ផ្ដើមដាក់សាច់មាន់យើងណាដាក់ឲ្យចំកណ្ដាលអញ្ចឹងណាហើយយើងលើកបាយពីខាងនេះពេលដែលយើងខ្ចប់ចឹងហើយខាងលើនេះយើងដាក់ថែមបាយទៀតណាអត់អីទេអញ្ចឹងឥឡូវខ្ញុំលាវាសិនហើយខ្ញុំបន្ថែមបាយរបស់ខ្ញុំបន្តិចសិនខ្ញុំខ្ចប់ថង់មកបែបនេះអញ្ចឹងមើលតែកន្លែងណារៀងប្រឡោះយើងអាចបន្ថែមបាយយើងមកបន្តិចទៀតមកក៏បានដែរអញ្ចឹងឥឡូវខ្ញុំឆែកមើលតើមានកន្លែងណាប្រឡោះអត់ហើយខ្ញុំនឹងទាញផ្អឹបវាឲ្យខ្លាំងដើម្បីឲ្យវាអង្គឲ្យច្រឡំអង្គបាយហើយនឹងសាច់មាន់ហ្នឹងវាមូលចូលគ្នាបានល្អអញ្ចឹងមាន់ខ្ញុំរុំមួយបាយតំណើបរួចរាល់ហើយខ្ញុំចាំឲ្យខ្លាញ់ខ្ញុំក្តៅខ្ញុំនឹងយកមាន់ហ្នឹងទៅដាក់បំពងខ្លាញ់យើងក្តៅហើយអញ្ចឹងខ្ញុំយកមាន់មកដាក់បំពងតែមុននឹងយើងដាក់វាបំពងយើងត្រូវស្រោចខ្លាញ់បែបនេះនៅលើអាមាន់ដែលយើងខ្ចប់បាយតំណើបហ្នឹងដើម្បីឲ្យពេលដែលយើងបំពងទៅវាអត់ជាប់ជាមួយនឹងខ្ទះយើងដួសខ្លាញ់ស្រោចពីលើវាបែបនេះធ្វើឲ្យអាមាន់បំពងរបស់យើងហ្នឹងវាឆាប់ឆ្អិនលឿនមាន់ខ្ចប់បាយតំណើបបំពងខ្ញុំរួចរាល់ហើយរូបរាងវាគឺបែបនេះអញ្ចឹងយើងទៅញ៉ាំទាំងអស់គ្នាបានចឹងចឹងសម្រាប់ការធ្វើមាន់បំពងខ្ចប់បាយតំណើបនេះងាយស្រួលទេបងប្អូនអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំនៅផ្ទះបានណាព្រោះអីវាក៏មិនយូរអីដែរវាយូរតែពេលដែលយើងបំពងទេអរគុណបងប្អូនជម្រាបលា